ដែលមួយមហាកັບគឺមាន4កັບមាន4ដំណាក់កាលណាមួយមហាកັບមួយអាយុនៅផែនដីនេះមាន4ដំណាក់កាលមួយមហាកັបស្មើនឹង4កັບហើយមួយកັបហ្នឹងគឺមាន64អន្តរកັບទៅទៀតហើយសួរទៅវែងទេវែងណាស់ហើយបើធៀបទៅការឧបមាដូចថាព្រះអង្គឲ្យជីកអណ្ដើមមកយោជ4ឈុងប្រមាណជាវិជ្ជមាត្រហ្នឹងគឺខ្ទង់6ទៅ10គីឡូ4ជ្រុងហើយយកគ្រាប់ស្ពៃឬក៏គ្រាប់ល្ងហ្នឹងទៅចាក់ឲ្យពេញក្នុងរយៈពេល100ឆ្នាំហ្នឹងគឺឲ្យទៅជូនគ្រាប់ល្ងឬគ្រាប់ស្ពៃហ្នឹងតែមួយគ្រាប់ទេចេញអំពីអណ្ដៅហ្នឹងជូនតទៅអស់ក៏អត់ទាន់អាយុប្រហែលប៉ុនមកកាប់ផងឬក៏ព្រះអង្គឧបមាទៅថាយកថ្មភ្នំហ្នឹងកម្រាស់មួយយោជ4ឈុងមានន័យថា6-10គីឡូ4ឈុង100ឆ្នាំហ្នឹងឲ្យយកស្បែកអស់កាត់តែម្ដងនេះហ្នឹងអស់រហូតតលតែសឹកអស់ថ្មភ្នំហ្នឹងក៏អាយុអត់ទាន់ប៉ុនមកកាប់ដែរអញ្ចឹងមួយកាប់ដែលមនុស្សរស់នៅបានទទួលអត់បាននេះគឺមានរយៈពេលវែងណាស់ហើយរយៈពេលគឺប៉ុនគ្នា4ដំណាក់កាលហ្នឹងមានន័យថាកាប់កកើតមានន័យថាចាប់ផ្ដើមពីផែនដីណាផ្គុំធាតុទឹកដីភ្លើងខ្យល់អាកាសហ្នឹងមកពីតូចរហូតដល់ពេញរូបរាងនេះគឺមានរយៈពេលមួយកាប់ទៀតគឺជារយៈពេលដែលមនុស្សរស់នៅបានទទួលអត់បានមានន័យមនុស្សរស់នៅលេងបានហើយចាប់ដើមទទួលនឹងកាប់ឆេះនៅពេលដែលឆេះនេះគឺមានរយៈពេលមួយកាប់ដែរមិនមែនឆេះបែកភ្លាមទេគឺមានរយៈពេលមួយកាប់ដែរទាំងរាប់តែឆេះបែកអស់គ្មានសល់ផេះហើយនៅសល់តែលំហផ្ទៃងងឹតហើយនឹងចាប់ដើមបិទវិជ្ជមាត្រនេះគឺមានរយៈពេលមួយកាប់ដែរដែលព្រះអង្គធៀបថាទៅអាយុមនុស្សនៅលើជពុះទ្វីបនេះដែលព្រះអង្គសម្ដែងថាកាប់មនុស្សរស់នៅបានទទួលអត់បានមានន័យថានៅពេលដែលព្រំចុតតិពីឋានព្រំមកបដិសន្ធិនៅជពុះទ្វីបនេះដំបងឡើយនេះមនុស្សមានអាយុ1អសង្ខ័យឆ្នាំដីផ្អែមអាចទទួលទានបានជាអាហារដូចនេះនៅពេលដែលចាប់ផ្ដើមមានមនុស្សរស់នៅបាននេះគឺមនុស្សមានអាយុដល់1អសង្ខ័យឆ្នាំ1អសង្ខ័យគឺ1សរសេរលេខ0 140ខ្ទង់100ឆ្នាំខៃចុះមួយឆ្នាំ100ឆ្នាំខៃចុះមួយឆ្នាំខៃមកដល់10ឆ្នាំអញ្ចឹងមនុស្សនៅជពុះទ្វីបនេះអាយុតិចបំផុត10ឆ្នាំស្លាប់ខុសពីមនុស្សនៅឯអមរកុយនទ្វីបបុពេទវិហទ្វីបនិងអដក្រកុទ្វីបអញ្ចឹងមនុស្សនៅជពុះទ្វីបយើងនេះមានអាយុវែងបំផុតមួយអសង្ខ័យអាយុខ្លីបំផុត10ឆ្នាំហើយការថយអាយុនេះគឺ100ឆ្នាំខៃចុះតែមួយឆ្នាំទេមានន័យថា100ឆ្នាំដកតែមួយទេអញ្ចឹង1អសង្ខ័យ1សរសេរលេខ0 140ខ្ទង់នេះ100ឆ្នាំដក1 100ឆ្នាំដក1ដករហូតមកទល់នឹងមនុស្សនៅសល់អាយុតែ10ឆ្នាំស្លាប់នៅពេលដែលចាប់ផ្ដើមមនុស្សថយមកដល់អាយុ10ឆ្នាំស្លាប់ក៏ចាប់ផ្ដើមមានសង្គ្រាមអណ្ដោរកាប់មានន័យថាសង្គ្រាមនឹងគឺកាប់ស្លាប់គ្នា7យប់7ថ្ងៃនៅសល់តែអ្នកនៅក្នុងព្រៃនឹងកើតធម៌សង្វេគណាហ្នឹងហើយក៏ចាប់ផ្ដើមរក្សាសិលក៏ចាប់ផ្ដើមកើនអាយុឡើងមកវិញកូនអ្នក10អាយុ20ឡើង40ឡើង80ឡើង160ឡើង320ឡើងតទល់នឹង1អសង្ខ័យឆ្នាំពេលដែលចាប់ផ្ដើមមានមនុស្សមានអាយុ1អសង្ខ័យឆ្នាំក៏ចាប់ផ្ដើមខៃចុះមកវិញ100ឆ្នាំខៃមួយវិញអញ្ចឹងសម្រាប់ការវិលជុំណាមួយជុំគេហៅថាមួយអន្តរកັບនេះគឺការដែលមនុស្សមានអាយុមួយអសង្ខ័យខៃចុះទៅដល់10ឡើងដល់1អសង្ខ័យវិញគឺរាប់ថារយៈពេល1អន្តរកັບអញ្ចឹងមួយកັບមាន64អន្តរកັບមានន័យថាការខៃចុះខៃឡើងនឹងមានរយៈពេល64ជុំទើបមានអាយុប្រហែលមួយកັບហ្នឹងវែងនេះបងប្អូនវែងណាស់ណាមនុស្សមានអាយុ1អសង្ខ័យ1សរសេរលេខ0 140ខ្ទង់នេះ100ឆ្នាំដក1ដក1ដកទៅទល់10កូនអ្នក10អាយុ20ឡើង40ឡើង180នេះឡើងរៀងលឿនបន្តិចទៅទល់មកអសង្ខ័យនឹងរាប់ថា1អន្តរកັបហ្នឹងហើយវែងណាស់ហ្នឹងហើយ64ដង64អន្តរកັບទើបអាយុប៉ុនមួយកັບដល់ទៅពើផែនដីមួយអាយុផែនដីមួយមហាកັບមិនស្មើនឹង4កັបកັບកកើតកັບតាំងនៅមនុស្សនៅបានទៅនៅអត់បាននេះទៅទល់នៅអត់បាននេះណាកັបឆេះហើយនឹងកັບលំហអញ្ចឹង4ដំណាក់កាលនេះគឺស្មើនឹងប៉ុន្មានស្មើនឹង4គុណនឹង64អន្តរកັບគឺមានរយៈពេល256អន្តរកັບណាអញ្ចឹងមានន័យថាបើគិតជាថាមនុស្សអាយុ101អសង្ខ័យអញ្ចឹង100ឆ្នាំខៃចុះមួយឆ្នាំទទួល10ឡើងមកអសង្ខ័យវិញរាប់ថាមួយអន្តរកັបហ្នឹង256ជុំ256អន្តរកັប
នេះឡើងចុះហ្នឹង256ដងបានអាយុប៉ុន1មហាកັບអញ្ចឹង1មហាកັບវែងណាស់គឺមានដល់តែ4កັບឯណោះមានន័យថាផែនដីយើងមាន4ដំណាក់កាលកកើតតាំងនៅនេះចាប់ផ្ដើមឆេះហើយនឹងសល់តែលំហចាប់ផ្ដើមបិទវិជ្ជមាត្រហើយបើកវិជ្ជមាត្រថ្មីកើតផែនដីថ្មីវែងណាស់យើងនិយាយពីកັບដែលវិនិច្ឆ័យដោយសារទឹកក៏ស្តៀងជាមួយនឹងការវិនិច្ឆ័យដោយសារភ្លើងដែរគឺថានៅក្នុងមហាមេឃហ្នឹងគឺមានភ្លៀងទឹកគ្រុតហ្នឹងមិនមែនទឹកដូចយើងទឹកធម្មតាទេទឹកគ្រុតហ្នឹងតែធ្លាក់មកដល់ប៉ះកន្លែងណាគឺដាច់កន្លែងហ្នឹងហើយគឺធ្លាក់មកចំនួន100,000កោដចក្រវាលមិនថាសម្ភារៈមិនថារបស់របរស្អីមិនថាសំបីតែភ្នំសំបីស្អីក៏ដោយដែលត្រូវទឹកគ្រុតនឹងធ្លាក់គឺត្រូវអាលាយទាំងអស់ហើយមិនត្រឹមតែប៉ុណ្្នឹងទេទឹកគ្រុតនឹងគឺត្រូវបានខ្យល់បក់បោកបក់ទៅរំលាយខ្ទេចដល់ឋានសួគ៌ទាំង6ជាន់ណាចតុមហារាជការតៅអតឹងយាមាតោសិតានឹមមាវសវតីបរៈនឹមមាវសវតីនឹងខ្ទេចទាំង6ជាន់ហើយមិនត្រឹមតែខ្ទេចត្រឹមឋានទេវតាខ្ទេចទៅដល់ឋានព្រំទៀតអញ្ចឹងគ្រូបាននិយាយហើយតាតកតងជាមួយនឹងកັບវិនិច្ឆ័យដោយសារភ្លើងដោយសារទឹកនិងមកដល់ចំណុចទី3នេះគឺចាប់ផ្ដើមនិយាយពីចំណុចដែលវិនិច្ឆ័យដោយសារខ្យល់ម្ដងអញ្ចឹងកັບវិនិច្ឆ័យគឺការដែលបល័យកັບគឺមានភ្លើងបល័យកັບទឹកបល័យកັບនិងខ្យល់បល័យកັបអញ្ចឹងវិនិច្ឆ័យហ្នឹងគឺវិនិច្ឆ័យមាន3យ៉ាងអញ្ចឹងការវិនិច្ឆ័យដោយសារខ្យល់នេះគឺនៅក្នុងគ្រាចុងក្រោយដែលត្រូវបល័យកັບនេះគឺមហាមេឃនេះចាប់ផ្ដើមមានខ្យល់នឹងគឺចាប់ផ្ដើមបក់បោកខ្លាំងមែនតើគេហៅថាខ្យល់ព្យុះធំចាប់ផ្ដើមបក់គួចដំបងគឺបក់គួចនៅទលីដីដែលល្អិតហ្នឹងហុយឡើងពេញអាកាសទាំងអស់ហើយក៏វិនិច្ឆ័យទៅមុនបន្ទាប់មកទៀតបក់ដីខ្សាច់ដីគ្រួសតូចនឹងដុំថ្មដើមឈើបក់ដាច់ទាំងភ្នំទៅទៀតបក់រហូតដល់តែខ្ទេចអត់មានសល់ទេបន្ទាប់មកទៀតក៏ចាប់ផ្ដើមខ្យល់ព្យុះនោះក៏ចាប់ផ្ដើមបកស្ទាប់ផែនដីបកខ្ទេចអាលាយខ្ចាត់ខ្ចាយរហូតដល់បកបោករលាយទៅដល់ឋានសួគ៌ទាំង6ជាន់ហើយបករហូតទៅដល់ឋានព្រំវេហបលាហើយខ្យល់បក់នោះគឺបក់ខ្ទេចគ្មានសល់សូម្បីតែទលីដីបករហូតដល់គ្មានព្រះអាទិត្យរហូតដល់ងងឹតទាំងអស់អញ្ចឹងភ្លើងបល័យកັບទឹកបល័យកັບនិងខ្យល់បល័យកັບនេះលោកគ្រូបានចែករំលែកអស់ហើយតកតងជាមួយនឹងកັບវិនិច្ឆ័យទាំងអស់នេះវិនិច្ឆ័យដោយសារភ្លើងនឹងចំនួន7ដងត្រូវវិនិច្ឆ័យដោយសារទឹកម្ដងវិនិច្ឆ័យដោយសារភ្លើងនិងដោយសារទឹកនេះចំនួន63ដងទើបវិនិច្ឆ័យដោយសារខ្យល់ម្ដងអញ្ចឹងការវិនិច្ឆ័យរបស់កັບនេះគឺវិនិច្ឆ័យដោយសារភ្លើងញឹកជាងគេដោយសារទឹកយូរម្ដងនិងដោយសារខ្យល់មានចំនួនតិចជាងភ្លើងនិងទឹកវិនិច្ឆ័យដោយសារភ្លើង7ដងវិនិច្ឆ័យដោយសារទឹកម្ដងអញ្ចឹងបើគិតទៅវា8វិនិច្ឆ័យដោយសារភ្លើងដោយសារទឹកនេះចំនួន63ដងមានន័យថាយក8គុណនឹង63ទៅទើបវិនិច្ឆ័យដោយសារខ្យល់ម្ដងអញ្ចឹងកម្លាំងអកុសលដែលរុញច្រានឲ្យមានភ្លើងបល័យកັບនេះគឺដោយសាររាគៈទោសៈនិងមោហៈបើសិនជាមានរាគៈក្រាស់ជាងត្រូវវិនិច្ឆ័យដោយសារទឹកបើសិនជាមានទោសៈក្រាស់ជាងគឺត្រូវវិនិច្ឆ័យដោយសារភ្លើងបើមោហៈនឹងក្រាស់ជាងកັບនឹងត្រូវវិនិច្ឆ័យដោយសារខ្យល់